អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹងហើយថាកាលពីបុរាណជនជាតិចិនចាយលុយដោយប្រើកាសថ្ងៃនេះយើងនឹងមកពិភាក្សាអំពីអក្សរឈៀននៅក្នុងភាសាចិនឈៀនគឺមានន័យថាលុយចុះហេតុអ្វីបានជាអក្សរឈៀនសរសេរបែបនេះប្រសិនបើអ្នកទាំងអស់គ្នាសង្កេតមើលផ្នែកខាងឆ្វេងនៃអក្សរឈៀននេះគឺជារ៉ាឌីកាល់អក្សរឈៀនដែលតំណាងឲ្យសម្រិតចំណែកផ្នែកខាងស្ដាំនៃអក្សរឈៀនអ្នកទាំងអស់គ្នាប្រកាសជាឃើញរង្វង់កាក់មួយខ្សែនេះផ្នែកខាងស្ដាំនៃអក្សរឈៀនគឺជាអក្សរឈៀនដែលមានន័យថាតូចឬក៏ឡាត់សំណួរសួរថាតើអក្សរឈៀនមានជាប់ពាក់ព័ន្ធទៅនឹងអក្សរចិននិងអក្សរឈៀនយ៉ាងដូចម្តេចដោយផ្អែកទៅតាមខ្លឹមសារដូចខាងក្រោមធ្វើឲ្យយើងអាចចងចាំអក្សរឈៀនជារៀងរហូតនៅក្នុងសម័យចិនកាលពីបុរាណលុយត្រូវបានផលិតចេញពីសម្រិតជីនហើយបន្ទាប់មកត្រូវបានគេយកមកពាក់ជាខ្សែជាសំណុំកាក់តូចជាដែលបង្កើតបានទៅជាលុយ